Ok, so sẽ đây được ở khía. Đây cứ chỉ video này cả backtesting. Sẽ ra chỉ vào dưỡng bùa ngày sau tất cứ chỉ thứ ngày để sa for đây cứ có đôi chỉ stock phía hồn nó đa thế chỉ thứ ngày để bật xa chẳng á. Chẳng ngày nó cứ nhung record video backtesting. Dương backtesting từ là model bởi dương rồi có strategy bởi dương đại dương bàn riêng sắc xa mà nắng cứ dương chi diếm bạch thế dương mớ nó về đại dương chạy hai nắng cứ dương vô mà apply cho người mà khi đó ngồi nè chẳng tới dương mơ tha tá strategy để dương pra nắng vì vượt ọt dương pra tới vì vượt và màn bị rối hay bởi dương trôi tới vì ọt vượt nóประมาณ bị rồi bạn này tha dân châu tới việc khó nóประมาณ bị rồi và khó nó cứ dân trơn mơ cần lại nên bởi dân cài chính tha tá dân trend nó cứ dân khó scenario là biến bệnh được trong cả là lại bởi dân nó dân khó lại khăn để cãi kề khăn địch sân là biến bệnh bàn dân châu còn lại trăng đang tới việc khó vì phê là chẳng nè thôi mà đá ấy cái đời trong này ca chắp đam từ bốn với Astro đểការចាប់ផ្ដើមដំបូងគឺយើងផ្ដើមពីការសិក្សាស្រាវជ្រាវព្យាយាមសង្កេតមើល flow ព្យាយាមសង្កេតមើលអីគេលំហូរទីផ្សារព្យាយាម backtesting ព្យាយាមសង្កេតរៀនរកមើល model ណាមួយដែលយើងមក apply ជាមួយនឹងទីផ្សារហ្នឹងយើងត្រូវទៅវា success ឬក៏យើងត្រូវទៅវាចំណេញដោយច្រើនកុំព្យាយាមជឿតាមគេកុំព្យាយាមយកខ្លួនឯងហ្នឹងទៅប្រៀបធៀបជាមួយនឹងគេអ្នកដទៃទាំងអស់គ្នាគឺអត់ល្អទេអញ្ចឹងយើងត្រូវព្យាយាមខ្លួនឯងសង្កេតខ្លួនឯងរកមើល model ដើម្បី set up ខ្លួនឯងព្យាយាមកែនៅកំហុសខុសឆ្គងដែលខ្លួនឯងបានធ្វើព្យាយាមកែនៅកំហុសខុសឆ្គងដែលខ្លួនឯងតែងតែធ្វើខ្ញុំដឹងថាទាំងអស់គ្នាអាចនឹងមិនកែបានលឿនទេប៉ុន្តែបើសិនជាទាំងអស់គ្នាព្យាយាមទាំងអស់គ្នានឹងធ្វើបានអញ្ចឹងដូចជាត្រង់នេះគឺខ្ញុំឃើញវាស្វីបលិខវិធីប៉ុន្តែវាស្ថិតនៅក្នុងទំនោរ Bullish Condition ហើយក៏វាមាន confirm model នៅក្នុងការ sell តែវាឲ្យយើងចំណេញតិចខ្ញុំ sell គឺខ្ញុំចង់យកលិខវិធី low ខាងក្រោមជាក់ស្ដែង set up មួយនេះវាធ្លាក់អត់ដល់គោលដៅឬក៏វា hit ជាមួយនឹង TP របស់ខ្ញុំទេទាំងអស់គ្នាអាចមើលបានចឹងបានន័យថាគឺវាធ្លាក់ដែរវាឲ្យយើងចំណេញតិចណាបានត្រឹមល្អហើយចឹងទៅបន្ទាប់មកប្រាយក៏វាមានការ pull back ដែលទាំងអស់គ្នាឃើញវាចាប់ផ្ដើមហក់ឡើងទៅលើវិញបន្ទាប់មកទៀតវាចាប់ផ្ដើម create ឬក៏ដូចជា confirm នៅ set up បានផ្សារក៏មាន movement ចាប់ផ្ដើមធ្វើការរែងចេញ sideways ចាក់យក set up បន្ទាប់មកក៏ហោះទៅបដាច់នៅ SL របស់យើងអញ្ចឹងនៅក្នុងការ trade មិនថា SL ឬក៏ TP ទាំងអស់គ្នាព្យាយាមធ្វើអារម្មណ៍ធ្វើចិត្តរបស់យើងឲ្យសប្បាយធម្មតាឈៀលទាំងអស់គ្នាការ trade មិនអាច SL មួយក៏អត់សប្បាយចិត្តទៅក៏យក account ហ្នឹងទៅចេញចូលបន្ថែមទៀតតាមតែចិត្តយើងគិតអាហ្នឹងគឺធ្វើឲ្យយើងហ្នឹងដាច់ account ហើយទាំងអស់គ្នាលេងតែទាំងអស់គ្នាអត់មាន risk management បានន័យថាលេងអត់មានដាក់ SL អីត្រឹមត្រូវណាអត់មានដាក់ TP អីត្រឹមត្រូវលេងដោយប្រើអាកំណត់ឬក៏អាចិត្តរបស់យើងគិតថាហ្នឹងគឺយើង fail ជាមួយវិស័យហ្នឹងហើយទាំងអស់គ្នាយ៉ាងឥឡូវប្រើឲ្យឃើញចាប់ផ្ដើមsideways បន្ទាប់មកគឺកំពុងតែចុះមកទៀតមកចាក់យក
IVG តែមកប្រើចាប់ដើម pull back ទៅទាំងអស់គ្នាដែលទាំងអស់គ្នាឃើញយ៉ាចាប់ដើមហក់ឡើងទៅហើយក៏ចាប់ដើមធ្លាក់មកវិញទៀតវា respect order block បន្ទាប់មកចាប់ដើមចាក់ order block ហ្នឹង reaction ហើយបន្ទាប់មកឃើញថាមានការ pull back run liquidity ចាប់ដើមហក់ឡើងទៅលើហើយទាំងអស់គ្នាឬទាំងអស់គ្នាឃើញគឺបដាច់នៅ SL របស់ខ្ញុំហើយតិចទៀតយ៉ាអញ្ចឹងដល់ពេលដែលយើងខុសអញ្ចឹងគឺយើងកែចេញយើងរកមើលកំហុសរបស់យើងមិនបានយើងចូលទៅខុសឬក៏អីអញ្ចឹងដូចទាំងអស់គ្នាឃើញ C save stop ឬក៏ SL របស់ខ្ញុំយ៉ាមួយ SL ហើយ back test នេះអញ្ចឹងគឺយើង fail អញ្ចឹងយើងអាចកែមកវិញយើងអង្គុយរកមើលនៅអ្វីដែលយើងចូលទៅវាខុសឬក៏អីមិនមែនថាដល់ពេលដែលទាំងអស់គ្នារៀន strategy អីមួយចេះហើយក៏ចូលទៅ back test ទៅក៏ fail 1 2ទាំងអស់គ្នាចុះប្រើ condition ឬក៏ strategy ផ្សេងទៀតចូលទៅត្រូវទាំងអស់គ្នានៅប្រើបើចូលទៅខុសទៀតទាំងអស់គ្នាមិនដូរ strategy ឲ្យវល់វិញវាហ្នឹងបានន័យថាទាំងអស់គ្នាអត់ប្រកបវិជ្ជាធ្វើអីមួយអត់ប្រកបវិជ្ជាទាំងអស់គ្នាណាអត់ច្បាស់អត់លាស់ទាំងអស់គ្នាធ្វើអីមួយក៏អត់ទៅមុខដែរអញ្ចឹងនេះគឺជាវីដេអូមួយក៏ដូចជាគតិនៅក្នុងការអប់រំដែរយ៉ានៅក្នុងការអប់រំហើយព្យាយាមសង្កេតនៅក្នុង structure model condition ណាឲ្យបានជាក់លាក់ទៅទាំងអស់គ្នានឹងរកមើលឃើញកន្លឹះហើយយើងខុសអីណាមិនបានផ្សាយវាដើរខុសអំពី set up របស់យើងមិនបានយើង fail មិនមែនខុសហើយអត់អង្គុយរកមើលកំហុសទាំងអស់គ្នាហ្នឹងគឺអត់ល្អទេយ៉ា